iPhone 2 Pro Max បណ្ដាមួយដែរបងជាងក៏ដាក់ឲ្យយើងធ្វើហើយបញ្ហាវាក៏ប្រាប់ថាគេបោកទៅអលុតហើយខ្ញុំចាប់ដើមពុំបាយវាជា2មកឃើញថាគេជួសជុលច្រើនដែរអាប៉ាងលើនោះក៏អស់ទៀតហើយកាត់ក្រោមឃើញថាវាផ្ទុះកង់ដងទូអីអញ្ចឹងណាតបមកខ្ញុំនិយាយមួយគាត់ថាបងអាហ្នឹងមិនបើឲ្យសាំងកាត់លើហ្មងទៅដោយសារឲ្យវាស្អាតអញ្ចឹងណាបើយើងធ្វើលើក្តារចាស់វាចេញក៏អត់ស្រួលដែរអញ្ចឹងគាត់ថាអត់អីទេសាងហ្មងទៅហើយខ្ញុំចាប់ផ្ដើមលើក CPU លើកអីមកហើយបឺតជើងបឺតអីឲ្យស្អាតដើម្បីយើងបដោះសណថ្មីសណដែលវារឹងហ្នឹងឥឡូវយើងចាប់ផ្ដើមបដោះសណថ្មីមកហើយយើងសាងដាក់ក្តារថ្មីហ្នឹងក្តារដែលបត់ឲ្យ cloud ហ្នឹងណាដែលវាស្អាតតែវាជាប់ឲ្យ cloud អញ្ចឹងណាហ្នឹងឥឡូវយើងចាប់ផ្ដើមបដោះ CPU ឲ្យស្អាតមកឲ្យជើងវាប៉ុនគ្នាកុំឲ្យវាធំតូចអញ្ចឹងដល់ពេលយើងតម្លាក់ទៅវាអាចបែកជើងបែកអីដែរតែបន្ទាប់ពីយើងបដោះទៅឃើញថាវាខ្វះជើងមួយវាអត់ជាប់អញ្ចឹងខ្ញុំផ្លុំវាបន្ថែមដើម្បីវាចូលបន្ទាប់ពីយើងបដោះអីហើយយើងដាក់ស្រោដើម្បីស៊ីជើងវាហ្នឹងឲ្យស្មើគ្នាកុំឲ្យវាវិវត្តអញ្ចឹងណាដើម្បីឲ្យវាត្រង់ហើយបន្ទាប់ពីយើងបដោះ CPU ហើយយើងលើកហាត់ឌីសមកបដោះមួយទៀត IC ដែលវាផ្ទុកទិន្នន័យឯកសារហ្នឹងណាIC ហាត់ឌីសហ្នឹងឥឡូវយើងចាប់ដើមបដោះជើងវាទៅបន្ទាប់ពីយើងបដោះហាត់ឌីសបដោះហើយយើងលើក local chip វាហ្នឹង logic chip ហ្នឹងណាហ្នឹងហើយអានេះក្តារដែលយើងត្រូវដាក់ CPU ហាត់ឌីសវាចូលក្តារហ្នឹងក្តារដែលជាប់ iCloud ហ្នឹងណាតែវាស្អាតហ្នឹងឥឡូវយើងចាប់ដើមតម្លាក់ហាត់ឌីសចូលទៅតបពីតម្លាក់ហាត់ឌីសហើយយើងតម្លាក់ local chip វាចូលហ្នឹងហើយផ្លុំវាតាមដំណើរទៅមិនប្រញាប់ទេហើយបន្ទាប់មកយើងតម្លាក់ IC CPU IC ដែលសំខាន់ជាងគេ IC CPU ហ្នឹងបាទហ្នឹងហើយបន្ទាប់មកយើងផ្លុំលុំវាមកហើយញូចវាបន្តិចទៅបន្ទាប់ពីយើងធ្វើកាត់លើចេញហើយឥឡូវយើងមកមើលកាត់ក្រោមវិញហើយកាត់ក្រោមវាផ្ទុះហ្នឹងកង់ដងហ្នឹងហើយឥឡូវយើងចាប់ផ្ដើមបិទ UV វាទៅបិទឲ្យវាចិត្តកុំឲ្យវាឃើញអាក្រក់អញ្ចឹងណាអាហ្នឹងបន្ទាប់ពីយើងធ្វើបាត់ឆ្លងយើងបិទវាស្អាតហ្នឹងហើយនេះយើងចាប់ផ្ដើមផ្គុំតម្លាក់ចូលហើយបន្ទាប់ពីតម្លាក់ចូលហើយឃើញថាវាដើរវិញទាំងអស់ហើយទាំងសេវា Wi-Fi បាទអរគុណខ្ញុំ